ថ្ងៃនេះគឺជារបៀបដើម្បីឆែកមើលតើ Facebook របស់យើងលេងប៉ុន្មាន device ឬក៏ប៉ុន្មានទូរស័ព្ទ device ហ្នឹងគឺលើ computer លើទូរស័ព្ទអីផ្សេងៗអញ្ចឹងណាអញ្ចឹងយើងអាសាឆែកមើលទៅដើម្បីជៀសវាងពីលោកមានអ្នកណាអីលេង Facebook របស់យើងដោយមិនដឹងខ្លួនអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងដំបូងមកគឺយើងចូលទៅក្នុង Facebook មកបាទអញ្ចឹងយើងចូល Facebook បាទយើងចូល Facebook ហើយយើងចូលគៀនខាងលើនេះមកឆ្វេងហ្នឹងណាបាទតបមកគឺយើងចូល line setting and privacy ណាបាទគឺ setting privacy ហើយបងប្អូនចូល line setting នេះទៀតមកណាបាទចូល setting បាទបន្ទាប់មកយើងចូលកន្លែង see more in account center ហ្នឹងណាបាទចូល line ហ្នឹងមកតបមកគឺយើងចូលកន្លែង password and security បាទចូល line ហ្នឹងបាទបន្ទាប់មកគឺយើងឃើញពាក្យថានេះ where you log in មានន័យថាតើយើង log in នៅកន្លែង device ណាខ្លះនៅទូរស័ព្ទដៃណាខ្លះចូល line ហ្នឹងមកណាបបអញ្ចឹងយើងចូលមើលចូលឆាក account របស់យើងហ្នឹងមកណាបាទ account Facebook របស់យើងតបមកវានឹងបង្ហាញ device ជាច្រើននៅក្នុងនេះអញ្ចឹងនេះ13អីចឹងទៅ Samsung នេះសិតរបស់ខ្ញុំទេណាអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញកន្លែងហ្នឹងហើយមានការសង្ស័យថាអាហ្នឹងមិនមែនជារបស់ខ្ញុំទេអញ្ចឹងប្រកាសជា Facebook នៅលេងលើទូរស័ព្ទដៃផ្សេងមួយទៀតហើយអញ្ចឹងយើងធ្វើការ sign out របស់វាទៅណាអញ្ចឹងដើម្បី sign out បានយើងចូល line មក select device to log in out ទៅ log out បាទអញ្ចឹងយើង select ចឹងមកតបមកគឺយើងឥឡូវខ្ញុំដកនេះចេញដក iPhone 2នេះចេញបាទអញ្ចឹងយើងគ្រីសវាចឹងមក log out ប៉ុណ្ណឹងគឺវាចេញហើយបាទឃើញទេតែសល់តែប៉ុណ្ណឹងឯងហ្នឹងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេណាបាទជួយ share ចែកម្លែកទាំងអស់គ្នាទៅដើម្បីឲ្យបានដឹងទាំងអស់គ្នាណាពីព្រោះឥឡូវនេះសម្បូរដល់ហើយអ្នកដែលចង់ hack Facebook ដែល hack Telegram អីចឹងទូលយើងអាសាឆែកមើលកន្លែងហ្នឹងខ្លះណាអរគុណច្រើន